កម្ពុជាប្រជាធិបតេយ្យកូនអើយជំរាំបានដូចសពថ្ងៃសង្គមជាតិថ្មីយុត្តិធម៌រុងរឿងប្រជាជនយុទ្ធជនកម្មាភិបាលយើងទាំងលីក្នុងភ្លើងច្រើនឥតគុណនាមិត្តយើងបានឆ្លងឧបសង្គ្រាមក្តាប់រុំក្នុងបំងាត់តាំងតែវេទនា រត់ចេញពីសហករណ៍គ្មានលងពេលណារំប្រាំងទ្រសាពុំដែលជប់មកពេលថ្ងៃពួនលឺស្កាងពុំកសិករពេលយប់ចុះមកដឹកនាំសពមុខពុំដែលចែកដេកពុំដែលលងរាប់ឆ្នាំយើងបន្តដំណើរទៅមុខទៀតដល់ពេលថ្ងៃត្រង់ខ្ញុំលែងដឹងថាទិសណាលេខទិសណាកើតទៀតទេខ្ញុំមិនដឹងផ្លូវណាទៅអង្គភាពដើមវិញទេយើងចេះតែដើរបានសន្ទុះស្រាប់តែជួបនឹងផ្លូវជាតិលេខ5ស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងជោងខ្ញុំភ្ញាក់ខ្លួនព្រឺតព្រោះដឹងថាខ្លួនកំពុងដើរខុសផ្លូវហើយប្រញាប់បដូរទិសដៅភ្លាមពេលនោះយើងមិនហ៊ានដើរតាមផ្លូវទេខ្លាចជួបពួកឆ្លូបគឺដើរតាមដងព្រៃវិញយើងដើរបានសន្ទុះខ្ញុំប្រទះឃើញមងកញ្ចាស់មួយដែលគេដាក់ចោលនៅក្នុងបឹងខ្ញុំប្រញាប់ចុះទៅលើកមើលខ្ញុំឃើញជាប់ក្តាមពី3ក្បាលខ្ញុំក៏ដោះយកក្តាមមកចែកឲ្យមិត្តវ៉ាន់មួយចំនួនបន្ទាប់មកយើងដើររកបេះស្លឹកថ្នឹងបានម្នាក់មួយដៃរួចយកស្លឹកថ្នឹងមកខ្ចប់រុំក្តាមទាំងរស់ញាត់ចូលក្នុងមាត់ទំពាឬសូរច្រុកហូបបណ្ដាដើរយើងដើរសរសៀតាមដងព្រៃរហូតដល់ម៉ោងប្រមាណ6ល្ងាចទើបបានមកដល់ចំការមួយដែលប្រជាជននៅទីនោះធ្លាប់ហៅថាច្បារចំការនេះសម្បូរទៅដោយផ្លែក្រូចគ្រប់ប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ខុសពីក្រូចធម្មតាពេលបោកម្ដងអង្គុយចាំញ៉ាងត់ហើយស្លេងតចូលភូមិស្វាតាផ្លែក្រូចទាំងអស់នោះគឺគេដាំទុកយកទៅថ្វាយព្រះមហាក្សត្រចំនួនមុនសោយដោយមានការហេវហត់ខ្ញុំនិងមិត្តវ៉ាន់ក៏នាំគ្នាចូលលួចបេះផ្លែក្រូចយើងបេះផ្លែក្រូចពោធិ៍សាត់ម្នាក់មួយបង្វិចរួចប្រញាប់នាំគ្នាចេញពីចំការដោយពុំទាន់បានហូបផ្លែក្រូចមួយផ្លែឡើយគ្រាន់តែដើរមកដល់មាត់ទ្វាររបងចំការស្រាប់តែជួបឆ្លូបម្នាក់ដើរពីទិសបញ្ច្រាស់គ្រាន់តែវាឃើញពួកយើងភ្លាមវាគ្មានសួរនាំអ្វីច្រើនទេវាបានចោទថាយើងជាចោរលួចស្រេចទៅហើយព្រោះវាឃើញយើងស្ពាយបង្វិចក្រូចជាប់នឹងខ្លួនមួយបង្វិចរួចវាបញ្ជាឲ្យយើងដើរទៅកាន់ទីស្នាក់ការរបស់វាពីបាលយើងទាំងលីក្នុងភ្លើងច្រើនឥតគុណមិនមិត្តយើងបានឆ្លងឧបសង្គ្រាមក្តាប់ពេលនោះខ្ញុំគិតថាម្ដងនេះពិតជាគ្រោះអាសន្នមែនទែនហើយបើទៅដល់ស្នាក់ការវាត្រូវវាសួរចម្លើយដឹងពីការពិតនោះខ្ញុំច្បាស់ជាសិនខ្សែជាក់ជាមិនខានគិតបណ្ដាឆ្លូបនោះបញ្ជាឲ្យខ្ញុំដើរពីមុខគេមិត្តវ៉ាន់ដើរកណ្ដាលចំណែកឆ្លូបនោះវាដើរពីក្រោយភាពស្វណ្ណទឹកនៅទេចឹងបាទគាត់ជួនពេលនោះព្រះអាទិត្យអស់ដងគុតល្មមមេឃងឹតព្រាខ្ញុំខំដើរក្នុងល្បឿនលឿនជាងធម្មតាធ្វើយ៉ាងណាដើម្បីឲ្យបានឃ្លាតឆ្ងាយពីឆ្លូបនោះបន្តិចនឹងអាចដាក់មេផាយរត់យកប្រាស់អាយុចៃដន្យអីនៅក្បែរផ្លូវខាងស្ដាំដៃដែលកំពុងធ្វើដំណើរនោះមានបឹងមួយយ៉ាងធំឈ្មោះបឹងអូអាប់នៅក្នុងបឹងពោពេញទៅដោយដើមស្នោដើមពើកយ៉ាងក្រាស់ខ្មឹកមិនបងអង្គយូរខ្ញុំទម្លាក់បង្វិចក្រូចចោលរួចលោតផ្លុងពីលើច្រាំងចុះទៅក្នុងទឹកបឹងឬសូរក្រំចំណែកមេវ៉ាន់មិនបានលោតចូលបឹងតាមខ្ញុំទេតាមពិតពេលដែលខ្ញុំលោតចូលក្នុងបឹងនោះមិត្តវ៉ាន់ក៏រត់គេចពីឆ្លូបនោះដែរពេលខ្ញុំលោតចូលក្នុងទឹកបឹងខ្ញុំសង្ងំស្ងៀមឆ្លូបនោះឈរនៅពីលើច្រាំងប្រឹងហៅខ្ញុំជាច្រើនដងបង្ខំឲ្យខ្ញុំឡើងគោកវិញ
ដោយស្រែកគម្រាមថាបើពុំឡើងលើគោកវិញទេគេនឹងនាំគ្នាមកពាត់បាញ់ទោះបីជាឮពាក្យគម្រាមយ៉ាងណាក៏ដោយក៏ខ្ញុំមិនឈឺក្បាលនឹងវាដែរព្រោះវាមើលខ្ញុំមិនឃើញទេមិនយូរប៉ុន្មានសម្រែកគម្រាមក៏ស្ងាត់ឈឹងខ្ញុំយល់ថាប្រហែលជាវាចេញពីទីនេះទៅបាត់ហើយពេលខ្មាំងឡោមពាត់នេះរសាត្រូវដាច់ហូបក្ដួចទោះបីខ្ញុំយល់ឃើញយ៉ាងណាក៏ដោយក៏ខ្ញុំមិនហ៊ានឡើងគោកត្រង់ចំណុចនោះវិញដែរខ្ញុំខំញែកពើករំកិលខ្លួនឆ្លងទៅច្រាំងម្ខាងទៀតពេលខ្ញុំរំកិលខ្លួនទៅដល់ពាក់កណ្ដាលបឹងខ្ញុំឮសូរសំឡេងអ្វីមួយយ៉ាងខឹកនៅក្បែរត្រចៀកខ្ញុំសន្និដ្ឋានថាសំឡេងនោះពិតជាពស់ដ៏ធំមួយកំពុងនៅក្បែរខ្លួនពេលនោះខ្ញុំភ័យខ្លាំងណាស់នឹងហើយជីវភាពបងរាប់សិបឆ្នាំប៉ុណ្ណោះបានទ្រូងប្រិយមិត្តជាទីគោរពខ្ញុំបានជួបឧបសគ្គច្រើនដងហើយពីពេលមុនតែខ្ញុំមិនដែលតក់ស្លុតនឹងសេចក្តីស្លាប់ម្ដងណាទេចុះហេតុអ្វីពេលនេះបែរជាភ័យនឹងសំឡេងចម្លែកនេះទៅវិញខ្ញុំក៏មិនដឹងឆ្លើយថាយ៉ាងម៉េចដែរខ្ញុំរំកិលខ្លួនក្នុងបឹងអស់រយៈពេលយ៉ាងយូរទើបមកដល់ច្រាំងម្ខាងទៀតខ្ញុំងើបឡើងពីទឹកដើរសំដៅទៅផ្ទះម្ដាយពេលនោះយប់កាន់តែជ្រៅណាស់ហើយខ្ញុំដើរកាត់ព្រៃមួយសន្ទុះក៏ចេញមកដល់វាលស្រែហើយដើរតាមភ្លឺស្រែស្រាប់ត្រែប្រទះឃើញដើមត្នោតមួយដើមដុះនៅលើភ្លឺស្រែខ្ញុំដើរទៅក្បែរគល់ត្នោតយកដៃស្ទាបជុំវិញគល់ត្នោតខ្ញុំឃើញមានបង្អោងរួចគិតថាបើមានបង្អោងច្បាស់ជាមានទឹកត្នោតនៅចុងមិនខានគិតហើយខ្ញុំក៏ចាប់បង្អោងឡើងទៅលើផ្លេតឡើងចិត្តដល់ចុងត្នោតទៅហើយស្រាប់តែខ្ញុំជន់កម្មបង្អោងផ្លាត់ជើងរៀបតែនឹងធ្លាក់មកដីតែសំណាងល្អបានអាវរបស់ខ្ញុំធ្វក់ជាប់នឹងកម្មបង្អោងហើយដៃខ្ញុំអោបបង្អោងយ៉ាងជាប់នៅពេលនោះព្រលឹងធំចេញបាត់អស់ពីខ្លួនខ្ញុំខំប្រមូលស្មារតីឡើងវិញព្យាយាមឡើងទៅលើទៀតរហូតដល់ចុងត្នោតដោយបំណងពេលដល់ចុងត្នោតខ្ញុំរាវរកបំពង់ទឹកត្នោតខំរាវបំពង់ទឹកមួយដែលមានទឹកចិត្តពេញខ្ញុំអរខ្លាំងណាស់គិតថាអញបានឆ្ងាញ់មកទៀតហើយខ្ញុំប្រញាប់ស្រាយរួចទាញយកមកផឹកយ៉ាងតក់ក្រហល់ពុទ្ធោមិនមែនជាទឹកត្នោតទេនេះជាទឹកធម្មតាដែលគេយកមកត្រាំផ្កាទឹកធម្មតានេះគេយកមកត្រាំផ្កាដែលជាវិធីសាស្ត្រក្នុងការធ្វើទឹកត្នោតចាក់ប្រព័ន្ធអាយងក្នុងក្រៅទីធាបងប្អូនដូចទីដាច់ខាតបំចាត់ខ្ញុំស្ទើរស្រែកយំនៅចុងត្នោតស្ទើរតែលោតពីលើចុងត្នោតឲ្យស្លាប់នាពេលនោះព្រោះខកបំណងខ្ញុំចោះមកក្រោមវិញទាំងក្តីងួរម៉ងដើរបណ្ដើរគិតបណ្ដើរពេលនោះខ្ញុំមានវិបត្តិសេរីយ៉ាងខ្លាំងអ្វីដែលពិបាកចិត្តជាងគេនោះគឺខ្ញុំត្រូវរកមធ្យោបាយយ៉ាងណាដើម្បីអាចចូលទៅរស់នៅអង្គភាពដើមវិញបានដោយគ្មានទទួលទោសព្រោះពេលនេះខ្លួនត្រូវជាប់ឈ្មោះជាអ្នករត់ចោលជួរទៅហើយក្រោយពីបែកគ្នាពីមិត្តវ៉ាន់មួយរយៈមកក៏បានជួបគ្នាវិញតែខ្ញុំពុំបានចាំនៅដំណើររឿងដែលត្រូវបានជួបមិត្តវ៉ាន់វិញក្នុងស្ថានភាពដូចទេក្រោយពីបានជួបគ្នាហើយយើងទាំងពីរនាក់មិនហ៊ានបង្ហាញខ្លួនឲ្យគេឃើញទេយើងរស់នៅលាក់ខ្លួនធ្វើជាចោរព្រៃដល់តែយូរលងវាខ្មាំងយងក្នុងនឹងពួកអាក្បត់បារាំងកើប៉ុនពេលថ្ងៃយើងចំណងក្នុងព្រៃដល់ពេលយប់យើងចូលមកដេកក្នុងភូមិចាស់ដែលគេបោះបង់ចោលហើយបន្តជីវិតរស់នៅបានដោយសារការលួចដំឡូងយកមកបរិភោគយើងពិតជាមិនអាចរស់នៅក្នុងសភាពបែបនេះបានយូរទេព្រោះអង្ការមានភ្នែកពូកែណាស់ដោយពាក្យស្លោកមួយឃ្លាថាអង្ការភ្នែកម្នាស់ជាការពិតណាស់ខ្ញុំធ្វើជាចៅព្រៃមិនបានប្រហែលថ្ងៃផងត្រូវឆ្លូបចាប់ខ្លួនបាននៅពេលយើងកំពុងដុតដំឡូងហូបក្រោយពីចាប់ពួកយើងបានហើយឆ្លូបនោះយកស្បោងដំឡូងដែលពួកយើងលួចបានក្នុងម្នាក់ចិត្តពេញការុងមកចងបន្តោងករួចបណ្ដាលទៅកាន់ស្នាក់ការរបស់ពួកវាស្បោងដំឡូងចិត្តពេញការុងមិនមែនស្រាលទេ
វាពិតជាពិបាកណាស់ក្នុងការឈានជើងដើរទៅមុខខ្លាំងណាស់ព្រោះវាយកនៅពីមុខពេលខ្ញុំដើរចំពប់ជើងម្ដងទម្ងន់ដំឡូងវាទាញខ្ញុំស្ទើរដួលកាប់មុខមិនយូរប៉ុន្មានឆ្លប់ក៏បាននាំយើងទាំងពីរនាក់មកដល់ទីស្នាក់ការរបស់វាគ្រាន់តែមកដល់ភ្លាមខ្ញុំឃើញបរិសម្នាក់មានមាឌធំសម្បុរខ្មៅភ្នែកលៀនក្រហមដូចភ្នែកសត្វអាអូតដើរសម្ដៅមករកពួកយើងព្រមទាំងកាន់មែកឈើមួយប៉ុនមេជើងនៅដៃផងភ្លាមនោះវាវត្តមកលើខ្លួនខ្ញុំយ៉ាងចាស់ដៃខ្ញុំចាំមិនភ្លេចទេមានទាំងមកទន្លេសំដៅអនុស្សាវរីយ៍ដ៏ឆ្ងាញ់មួយរំពាត់វត្តចំចង់ដង្ហើមខ្ញុំមួយរំពាត់នេះហើយធ្វើឲ្យព្រលឹងធំខ្ញុំបានហោះហើរទៅឆ្ងាយបានមួយសន្ទុះគេវាយខ្ញុំឆ្អែតហើយគេក៏បែរទៅវាយមាត់វ៉ាន់ម្ដងបន្ទាប់ពីគេវាយពួកយើងរួចហើយគេក៏បញ្ជូនយើងទៅកន្លែងមួយដែលជាទូទៅគេនាំគ្នាហៅទីនោះថាកន្លែងពិនិត្យឬមន្ទីរពិនិត្យមន្ទីរពិនិត្យនេះមានទីតាំងស្ថិតនៅក្បែរវត្តឈើល្វីងឬវត្តលោកយួនមកដល់ទីនេះគេបញ្ជូនខ្ញុំទៅក្នុងរោងបិទជិតមួយមានទំហំប្រហែល5ម៉ែត្រ4ជ្រុងនៅក្នុងបន្ទប់នោះមានមនុស្ស 4-5 នាក់បាននឹងកំពុងឈរដំកង់ជារង្វង់មូលរងចាំទទួលស្វាគមន៍ខ្ញុំជាស្រេចគ្រាន់តែគេច្រានខ្ញុំចូលទៅក្នុងរោងភ្លាមពួកវាទាញទ្វារបិទក្រឹបថ្ងៃ17មេសាជោគជ័យបងប្អូនត្រង់ស្រីសម្រឹងតាត្រាំអាម្នាក់នៅក្បែរមាត់ទ្វារវាស្វាគមន៍ខ្ញុំមួយជើងផាំងខ្លួនខ្ញុំខ្ទាតទៅម្ខាងអាម្នាក់ទៀតវាប្រឡាយមួយជើងផឹងខ្លួនខ្ញុំខ្ទាតពីម្ខាងទៅម្ខាងគេទាត់ខ្ញុំវិលដូចគេទាត់សៃអញ្ចឹងគេទាត់ខ្ញុំបានមួយស្របក់ខ្ញុំលេចនោមហូរតាមជើងខោជោកដោយមិនដឹងខ្លួនបន្ទាប់ពីគេទាត់ខ្ញុំឆ្អែតហើយគេក៏បញ្ជូនខ្ញុំមកខាងក្រៅវិញរួចបញ្ជូនមិត្តវ៉ាន់ឲ្យចូលទៅម្ដងបងប្អូនតំបន់ព្រៃឈើជើងព្រៃក៏មានបារាយតាំងគោលចំការក្រោយពីពួកឆ្លូបធ្វើទរណកម្មយើងទាំងពីរនាក់រួចហើយពួកវាក៏បានបញ្ជូនយើងឲ្យទៅធ្វើការនៅក្នុងការដ្ឋានមួយដែលមានទីតាំងនៅលើកោះមួយដែលខ្ញុំមិនចាំឈ្មោះកោះនោះមានទីតាំងស្ថិតនៅទៅមុខវត្តឈើល្វីងឬវត្តលោកយួនខ្ញុំពិតជាគ្មានចិត្តតោមនិញខឹងសម្បាទៅលើពួកឆ្លូបទាំងអស់នោះដែលធ្វើទរណកម្មខ្ញុំទេផ្ទុយទៅវិញខ្ញុំមានតែអរគុណចំពោះពួកវាទៅវិញទេព្រោះខ្ញុំបានរួចផុតពីបញ្ជីខ្មៅជាអ្នកទោសរត់ចោលជួរត្បិតអីគេដាក់ទោសខ្ញុំក្នុងកម្រិតត្រឹមតែជាចោលលួចដំឡូងពុំមែនដាក់ទោសខ្ញុំក្នុងនាមជាអ្នកលួចរត់ចេញពីអង្គភាពឡើយតែពោប្រព័ន្ធប្រឡាយកាន់វាជាកង់ពុំមមត្រង់ខ្ញុំគិតថាប្រសិនបើពួកវាដឹងថាយើងលួចរត់ចេញពីអង្គភាពវិញនោះប្រហែលជាពួកវាមិនមែនដាក់ទោសយើងត្រឹមកម្រិតនេះទេខ្ញុំនិងមិត្តវ៉ាន់បានមករស់នៅធ្វើការនៅលើកោះនេះបានសុខស្រួលជាងមុនហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺយើងបានរួចផុតពីឈ្មោះជាអ្នកទោសលួចរត់ចេញពីអង្គភាពខ្ញុំសូមបញ្ជាក់ផងដែរថាមកដល់ពេលនេះដៃស្ដាំរបស់ខ្ញុំពុំទាន់កាន់អ្វីបាននៅឡើយទេចំណែកភារកិច្ចរបស់ខ្ញុំនៅទីនេះគឺគេឲ្យខ្ញុំភ្ជួរដីចំការពេលភ្ជួរដីចំការម្ដងខ្ញុំប្រើតែដៃឆ្វេងកាន់យាមនង្គ័លព្រោះដៃស្ដាំពុំអាចកាន់អ្វីបានទេសូម្បីតែរំពាត់ក៏កាត់ពេលត្រូវការបញ្ជាឲ្យគោដើរលឿនឬឈប់គឺខ្ញុំប្រើមាត់ស្រែកជំនួសការប្រើដៃស្ដាំបងប្អូនទីយប់អាយុយូរសុខភាពបរិបូរណ៍ខ្ញុំមករស់នៅទីនេះដូចជាសំណាងដែរព្រោះពេលដែលខ្ញុំភ្ជួរដីចំការម្ដងខ្ញុំតែងតែរើសបានមើមដំឡូងដែលគេដោតដាច់កប់ក្នុងដីដំឡូងទាំងអស់នេះហើយបានមកបន្ថែមពីលើរបបខូបដែលអង្គការចែកឲ្យដោយសារតែមានរបបបន្ថែមនេះហើយធ្វើឲ្យខ្ញុំមានសាច់មានឈាមក្រាន់បើជាងមុន
ប់ញ៉ៃខ្លែងតសើដំណើរយ៉ាងធម៌កម្ពុជាប្រពៃនេះតែមហាជោគជ័យ17មេសាធំធេងហេងមាលើសអង្គសម័យយើងមានកម្ពុជាប្រជាធិបតេយ្យមានភ្លឺស្រែថ្មីរាំងថ្មីចែងចាំងតំបន់បងប្អូនសៀមរាបអង្គរមានជ័យអន្តរសម្បូររុងរឿងក្រមអង្គការបាំងដេវត្តភ្លឺស្វាងបងប្អូនកសាងជនបទមួយថ្មី